សំឡេងភ្លេងការលាន់ឮរងំយ៉ាងពិរោះរណ្ដំពីចម្ងាយដែលបានអង្រួនបេះដូងឲ្យអ្នកទេសចរទាំងភ្ញៀវជាតិនិងអន្តរជាតិដែលបានមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាង្គប្រាសាទភ្នំបាយ័នក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹកភ្នក់ដល់ពេលដែលខ្លួនបានរៀបអាពាហ៍ពិពាហ៍នាពេលកន្លងមកបទផាត់ជាយឬបទអនបើកវាំងននសុំអនមកផ្ទឹមនិងបទបាយខុនចងដៃដែលយើងបានឮនេះគឺជាបទចម្រៀងត្រូវបានគេយកមកប្រគំក្នុងការរៀបអាពាហ៍ពិពាហ៍សិប្បនិម្មិតពោលគឺជាការរៀបអាពាហ៍ពិពាហ៍คล้ายៗតែប៉ុណ្ណោះសម្រាប់កូនកំលោះកូនក្រមុំដែលបានស្ម័គ្រចិត្តចូលខ្លួនរៀបការបែបជាល្បែងលេងក្នុងការរកថវិកាបង្កបរិយាកាសសប្បាយរីករាយនិងការផ្ដល់ជារង្វាន់សម្រាប់អ្នកចូលរួមលេងល្បែងប្រជាប្រិយលោកបុត្រសម្បូរអធិការនគរបាលស្រុកបាណន់បានបញ្ជាក់ថាយុវជនជាកូនកំលោះភាគច្រើនមកពីបណ្ដាស្រុកឆ្ងាយៗនៃខេត្តនានានិងរាជធានីភ្នំពេញជាដើមដោយឡែកយុវតីជាកូនក្រមុំភាគច្រើនជាកូនក្រមុំរបស់អ្នកភូមិរស់នៅក្នុងស្រុកបាណន់ក្នុងនោះក៏មានអ្នកស្ម័គ្រចិត្តមកពីស្រុកឆ្ងាយៗមួយចំនួនទៀតបានចូលរួមផងដែរម្សិលមិញយើងរៀបការបាន3គូហើយថ្ងៃនេះនឹងឈានទៅដល់5គូព្រោះបានបងប្អូនដាក់ពាក្យមកបាន5គូហើយអញ្ចឹងនៅក្នុងចំណងដៃទាំងឡាយអីដែលបានមកមួយចំណែកនោះប៉ុន្តែគ្រាន់តែប្រាប់ថាមិនច្រើនពេកទេបាទយកមកនឹងគឺបងប្អូនយើងចាត់ចែងយកចំណូលទាំងឡាយនេះយកមកទិញទឹកសុទ្ធទិញទឹកក្រូចទិញអំណោយសម្ភារៈខ្លះៗដើម្បីកាដូទៅវិញចំពោះអ្នកដែលរៀបការកាដូចំពោះបងប្អូនដែលវាយចានវាយឆ្នាំងយើងបានចំណូលពីនឹងខ្លះដើម្បីយើងយកមកទូទាត់គ្នាជាមួយនឹងអ្វីដែលយើងប្រមូលយកបានបាទនឹងគឺអញ្ចឹងយើងអត់មានយកលុយនេះទៅចែកចាយគ្នានៅណាដែរគឺយើងយកមកបំរើសកម្មភាពទាំងអស់នេះដូចឃើញស្រាប់ហើយបាទឃើញស្រាប់បាទដើម្បីបង្កបរិយាកាសសប្បាយយើងជួលគេទាំងអស់យើងជួលទាំងពីរោងជួលទាំងពីមេក្រូជួលទាំងពីមហាជួលទាំងពីភ្លេងបាទអញ្ចឹងយើងយកអាចំណូលហ្នឹងឯងទៅទូទាត់ជាមួយគេវិញយើងអត់បានអីទេយើងបានតែផ្លែកយើងបានតែប្រមូលផ្ដុំបងប្អូនមកបានសប្បាយរីករាយតែប៉ុណ្្នឹងឯងលោកបានបន្តថាពិធីរៀបអាពាហ៍ពិពាហ៍សិប្បនិម្មិតនេះកំពុងត្រូវបានពេញនិយមនិងคล้ายទៅជាទំនៀមទម្លាប់របស់អ្នកស្រុកក្នុងស្រុកបាណន់និងនៅស្រុកមួយចំនួនទៀតនៃខេត្តបាត់ដំបងគ្រាន់តែជាការរៀបអាពាហ៍ពិពាហ៍คล้ายៗបែបនេះត្រូវបានធ្វើឡើងនៅតាមតំបន់ខ្លះមានការដង្ហែកូនកំលោះចូលរួមជ័យមានសែនផ្ទឹមចងដៃចុងបញ្ចប់ឈរទទួលភ្ញៀវនៅតាមដងផ្លូវដែលមានកាន់ផ្តិលខាត់សម្រាប់ភ្ញៀវចូលជាថវិកាទៅតាមសទ្ធាជ្រះថ្លានៃតំបន់ខ្លះគ្រាន់តែធ្វើបង្គ្រប់កិច្ចតែប៉ុណ្ណោះព្រោះគេយល់ឃើញថាវាជាអាពាហ៍ពិពាហ៍មិនអាចយកជាផ្លូវការបានទេព្រោះមុនយកកូនកំលោះកូនក្រមុំមករៀបអាពាហ៍ពិពាហ៍សិប្បនិម្មិតនេះត្រូវធ្វើកិច្ចសន្យាគឺមិនអាចយកគ្នាជាប្តីប្រពន្ធបានទេជារៀងរាល់ឆ្នាំយើងតែងតែរៀបចំអ្វីដែលប្លែកនេះគឺអាពាហ៍ពិពាហ៍คล้ายៗបាទហេតុអីបានខ្ញុំហៅអាពាហ៍ពិពាហ៍คล้ายៗព្រោះអាពាហ៍ពិពាហ៍នេះគឺជាអាពាហ៍ពិពាហ៍ដែលប្រពធ្វើឡើងដោយคล้ายៗទេមិនមែនជាការពិតទេគឺគ្រាន់តែគាត់ជាអញ្ជើញមករៀបការជាមួយគ្នាយ៉ាងទៅហើយបញ្ចប់ពីផ្ទឹមបន្ទាប់ពីចងដៃរួចទៅទទួលភ្ញៀវហើយតក៏រំសាយទៅផ្ទះរៀងខ្លួនដោយយើងមានកិច្ចសន្យាគឺអត់អាចយកគ្នាបានទេដល់ឡែកលោកយុទ្ធរដ្ឋារស់នៅភូមិចំការស្វាយភូមិឈើទាលនិងកញ្ញាឡយសាវីរស់នៅភូមិទួលច្រនៀងឃុំបាយដំរាំស្រុកបាណន់ដែលបានស្ម័គ្រចិត្តធ្វើជាកូនកំលោះកូនក្រមុំរៀបអាពាហ៍ពិពាហ៍คล้ายៗនេះបានបញ្ជាក់ថាការរៀបអាពាហ៍ពិពាហ៍នេះធ្វើឲ្យពួកគាត់រំភើបសប្បាយរីករាយស្ម័គ្រចិត្តរួមគ្នាដើម្បីរកថវិកាហើយអ្នកមកលេងនៅទីនេះបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនបានគ្រប់គ្នាសម្រាប់រៀបចំកម្មវិធីសប្បាយបន្តទៀតអ្នកទាំងពីរបានបញ្ជាក់យ៉ាងដូចនេះថាការនេះការសិប្បនិម្មិតការคล้ายកម្មវិធីមង្គលការនេះគឺធ្វើឲ្យសប្បាយហើយធ្វើឲ្យកម្មវិធីនេះអ៊ូអរក្នុងការបុណ្យចូលឆ្នាំថ្មីបងស្រីជាប្រពៃណីផងហើយជារកថវិកាដើម្បីគាត់បងកម្មវិធីនឹងឲ្យបានតទៅមុខទៀតបងស្រីស្ម័គ្រចិត្តដោយខ្លួនឯងដើម្បីជួយឲ្យកម្មវិធីសប្បាយតទៅមុខទៅទៀតសូមបញ្ជាក់ផងដែរថាការរៀបអាពាហ៍ពិពាហ៍សិប្បនិម្មិតនេះត្រូវបានរៀបចំឲ្យលេងតែក្នុងរយៈពេលនៃពិធីបុណ្យចូលឆ្នាំតែប៉ុណ្ណោះតែក៏មាននៅតំបន់ផ្សេងទៀតនៅតាមបណ្ដាស្រុកមួយចំនួនដូចជាស្រុកថ្មគោលគេបានលេងល្បែងរៀបអាពាហ៍ពិពាហ៍សិប្បនិម្មិតនេះតាំងពីមួយសប្តាហ៍មុនចូលឆ្នាំមកម្លេះនិងបន្តក្រោយចូលឆ្នាំទៅតាមតម្រូវការរបស់មូលដ្ឋានសហគមន៍ទើបបញ្ចប់សកម្មភាពនេះ